លោក Zelensky ថាអ៊ុយក្រែនត្រៀមជាស្រេចដើម្បីរៀបចំបោះឆ្នោតក្នុងពេល90ថ្ងៃខាងមុខបើសម្ព័ន្ធមិត្តអាចធានាសន្តិសុខប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារទី9ខែធ្នូបាននិយាយថាលោកត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការបោះឆ្នោតក្នុងរយៈពេល3ខែខាងមុខប្រសិនបើសហរដ្ឋអាមេរិកនិងសហព័ន្ធមិត្តដទៃទៀតរបស់ទីក្រុងគីវអាចធានាបាននូវសន្តិសុខនៃការបោះឆ្នោតនេះបើតាមការចេញផ្សាយដោយទីសារព័ត៌មាន Reuters ការរៀបចំបោះឆ្នោតអំឡុងពេលមានសង្គ្រាមទៅបានហាមឃាត់ដោយសារច្បាប់របស់អ៊ុយក្រែនប៉ុន្តែលោក Zelensky ដែលអាណត្តិជាប្រធានាធិបតីផុតសុពន្ធភាពកាលពីឆ្នាំមុនអំឡុងប្រឈមនឹងសម្ពាធសារជាថ្មីពីប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យរៀបចំការបោះឆ្នោតខណៈរូបលោកកំពុងជំរុញឲ្យទីក្រុងគីវទទួលយកសន្តិភាពឲ្យបានឆាប់ដើម្បីបិទបញ្ចប់សង្គ្រាមចាយពេល74ឆ្នាំជាមួយនឹងរុស្ស៊ីនៅក្នុងការអត្ថាធិប្បាយមួយទៅកាន់អ្នកសារព័ត៌មានលោក Zelensky បាននិយាយថាខ្ញុំបានត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតតែខ្ញុំស្នើឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបជួយខ្ញុំធានាឲ្យបាននៅសន្តិសុខនៃការបោះឆ្នោតដូច្នេះក្នុងរយៈពេល60ទៅ90ថ្ងៃខាងមុខអ៊ុយក្រែននឹងអាចត្រៀមខ្លួនរៀបចំចំពោះការបោះឆ្នោតការកត់សម្គាល់បែបនេះលោក Zelensky ធ្វើឡើងបន្ទាប់ពីលោកត្រាំនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Political ផ្សាយចេញកាលពីថ្ងៃអង្គារសប្តាហ៍នេះដោយនិយាយថារដ្ឋាភិបាលអ៊ុយក្រែនកំពុងប្រើប្រាស់សង្គ្រាមជាលេសដើម្បីគេចវេះការរៀបចំបោះឆ្នោតសូមអរគុណ